3 ខែ 12 ឆ្នាំ 2025 ពុកម៉ែបងប្អូនលោកឪពុកអ្នកម្ដាយពុទ្ធបរិស័ទដែលកំពុងតែធ្វើដំណើរទៅចូលរួមកម្មវិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មីនៅវត្តរាំងខ្វាវបាទពុកឪពុកអ្នកម្ដាយបាទថ្ងៃនេះពិតជាថ្ងៃដ៏ល្អបវរប្រសើរថ្ងៃដ៏ល្អបវរគប់បាទថ្ងៃនេះគឺជាថ្ងៃរៀបថ្ងៃជ័យសិរីមង្គលបាទចឹងហើយប្រវត្តិមានព្រះអង្គធម្មវិរៈវិស័យចន្ទមុនីដឹកនាំក្រុមញាតិព្រះធម៌ជាពិសេសម្ចាស់រដ្ឋសភាធំបានចូលរួមដូចជាព្រះគ្រូចៅអធិការវត្តរាំងខ្វាវបាទគ្រប់រូបបាទលោកតាអាចារ្យយាយជីបាទគ្រប់រូបដើម្បីរួមគ្នាប្រពៃពិធីបុណ្យក្រុងពលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារដើម្បីទីស្ថានទីកន្លែងគោរពសក្ការៈបាទនៅវត្តរាំងខ្វាវដែលស្ថិតនៅខេត្តពោធិ៍សាត់ស្រុកភ្នំក្រវាញទិដ្ឋភាពថ្ងៃនេះពុកម៉ែបងប្អូនយើងពេលព្រឹកបាទមានរៀបចំកម្មវិធីជាបន្តបន្ទាប់រហូតទៅដល់កម្មវិធីដែលក្រុងពលីនោះគឺថ្ងៃរសៀលម៉ោង 1 ម៉ោង 2 រសៀលនេះគឺចាប់ផ្ដើមពិធីក្រុងពលីពុកម៉ែបងប្អូនយើងអញ្ចឹងលោកឪពុកអ្នកម្ដាយពុកម៉ែបងប្អូនមហាពុទ្ធបរិស័ទដែលកំពុងតែធ្វើដំណើរទៅចូលរួមជាមួយព្រះអង្គបាទនឹងបានចូលរួមបាទព្រមគ្នាជាមួយព្រះអង្គនៅថ្ងៃរសៀលនេះតែម្ដងពុកម៉ែបងប្អូនយើងបាទនេះគឺជាការអាប់ដេតនៅវីដេអូថ្មីជាបន្តបន្ទាប់ដែលខ្ញុំបានចែករំលែកជូនបាទលោកឪពុកអ្នកម្ដាយពុកម៉ែបងប្អូនយើងទាំងក្នុងនិងក្រៅប្រទេសបានឃើញបានទស្សនាទស្សនវិជ្ជាបាទពុកម៉ែបងប្អូនយើងដែលគាត់រវល់មិនបានទៅក៏បានតាមរយៈវីដេអូរបស់ខ្ញុំបានផងដែរពុកម៉ែបងប្អូនយើងបាទលោកពុកអ្នកម្ដាយបាទជួយចែករំលែកម្នាក់មួយទាំងអស់គ្នាបាទចុច like ចុច share បាទ comment ពាក្យសាធុម្នាក់មួយទាំងអស់គ្នានេះគឺជាវីដេអូថ្មីដែលខ្ញុំបាទអាប់ដេតបាទទស្សនវិជ្ជាថ្ងៃទី3នេះតែម្ដងបាទចឹងថ្ងៃទី3នេះតើព្រះអង្គបាទធ្វើនៅធម្មទេសនាបាទដែរឬទេធម្មទេសនារបស់ព្រះអង្គតាក់ទងនឹងអ្វីបាទទស្សនវិជ្ជាការចូលរួមពីមហាពុទ្ធបរិស័ទបែបណាយ៉ាងណានោះបាទពុកម៉ែបងប្អូនយើងបាទចុចពាក្យតាមដានបាទជួយចែករំលែកចុច share ម្នាក់មួយទាំងអស់គ្នាបាទពុកម៉ែបងប្អូនយើងបាទខ្ញុំបាទនឹងធ្វើការអាប់ដេតបាទជាបន្តដែរក្នុងថ្ងៃនេះទីវត្តបាទរាំងខ្វាវបាទលោកកំពុងតែរៀបចំបាទពេលព្រឹកនេះគឺរៀបចំនៅបាទកន្លែងសម្រាប់ចុះបឋមសិលាបាទបន្ទាប់បាទលោកក៏មានការរៀបចំនៅបាទលេងភ្លេងថ្វាយបាទលេងភ្លេងថ្វាយបាទពេលព្រឹកពុកម៉ែបងប្អូនយើងក៏មានការបាទធ្វើតាមប្រពៃណីបែបជំនឿតាមប្រពៃណីណាពុកម៉ែបងប្អូនយើងបាទចឹងហើយគឺមានការធ្វើបាទរៀបចំនៅកម្មវិធីលេងភ្លេងថ្វាយបាទលោកតាម្ចាស់ទឹកម្ចាស់ដីចឹងទៅជួយតាមថែរក្សាឲ្យកម្មវិធីនេះកាន់តែឧឡារិកអធិកអធមបាទឲ្យបានសុខចម្រើនគ្រប់គ្នាជាពិសេសហ្នឹងគឺយើងបាទមានការបាទទីវត្តមានការបាទលេងភ្លេងដើម្បីចូលរួមចឹងទៅសួរអំពីបាទហេតុនីមួយដែលកើតឡើងចឹងទៅពុកម៉ែបងប្អូនយើងបាទចឹងគឺនេះគឺជាជំនឿនៃតាមបណ្ដាភូមិស្រុកនីមួយបាទខ្មែរយើងបាទពុកម៉ែបងប្អូនយើងចឹងហើយគឺពុកម៉ែបងប្អូនអ្វីដែលយើងមិនធ្លាប់ឃើញនឹងបានឃើញក្នុងថ្ងៃនេះផងដែរចឹងពិតជាពិសេសពិតជាអស្ចារ្យខ្លាំងណាស់លោកឪពុកអ្នកម្ដាយបាទចូលរួមកម្មវិធីតែមួយតែឃើញគ្រប់រូបភាពជាពិសេសការរៀបចំនៅទីវត្តរាំងខ្វាវតែម្ដងបាទលោកគ្រូចៅអធិការបាទលោកតាអាចារ្យព្រមទាំងគណៈកម្មការយាយជីតាជីពុទ្ធបរិស័ទចំណុះជើងវត្តអ្នកភូមិបាទកំពុងតែរួបរวมសាមគ្គីគ្នាជួយបាទចាប់ដើមនៃកម្មវិធីការរៀបចំមួយនេះពុកម៉ែបងប្អូនយើងទីវត្តមានការស្ងាត់ស្រងំបាទទីវត្តនៅទីដាច់ស្រយាលកំពូលភ្នំមិនសូវមានសេវាបាទការទំនាក់ទំនងក៏ពិបាកណាស់ពុកម៉ែបងប្អូនយើងដោយសារបើយើងចង់ទំនាក់ទំនងបានលុះត្រាតែយើងទំនាក់ទំនងគឺពេលថ្ងៃរសៀលថ្ងៃបាទរសៀលម៉ោង 4 ល្ងាចម៉ោង 5 អីហ្នឹងចាប់ផ្ដើមមានសេវាឡើងវិញបន្ទាប់ពីហ្នឹងគឺមិនមានសេវាទេបាទនៅលើកំពូលភ្នំនេះអញ្ចឹងហើយធ្វើឲ្យលោកគ្រូតាអាចារ្យឬជាគណៈកម្មការវត្តទាំងអស់ពិបាកក្នុងការបាទអាស្រ័យតាក់ទងជាមួយពុទ្ធបរិស័ទតែម្ចាស់សទ្ធាដែលគាត់ចង់ចូលរួមនោះគឺពិបាកខ្លាំងដោយសារបើយើងចង់ជ
ចូលរួមឬក៏តំណែងទៅអ្នកណាមួយនោះតើតើយើងមករងចាំឬក៏ដូចទៅរកកន្លែងដែលមានសេវាទៅទីឆ្ងាយដាច់ពីវត្តចឹងទៅពុកម៉ែបងប្អូនយើងតែបើទីវត្តមានសេវាលុះត្រាតែថ្ងៃបាទថ្ងៃរសៀលគឺម៉ោង4ម៉ោង5ល្ងាចរហូតដល់ម៉ោង7យប់8យប់ហ្នឹងចាប់ផ្ដើមមានសេវាវិញហើយអញ្ចឹងគឺសេវានៅបាទតំបន់ជួរភ្នំក្រវាញក៏ដូចជាតំបន់បាទភ្នំជុំវិញនៃវត្តរាំងខ្វៅនេះគឺមិនសូវមានសេវាទេគឺតំបន់ភ្នំគឺមិនសូវមានសេវាទេពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺលោកចាស់លោកតែងតែប្រាប់ថាកន្លែងដែលគ្មានសេវាគឺកន្លែងទាំងនោះសុទ្ធសឹងតែមានបាទបុណ្យបារមីបាទតើនេះគឺជាពិតដែរឬទេពុកម៉ែបងប្អូនយើងបាទប៉ុន្តែដែលខ្ញុំបាទតែសង្កេតឃើញថាកន្លែងដែលគ្មានសេវាពិតណាស់ថាកន្លែងទាំងនោះគឺមានមែនពុកម៉ែបងប្អូនយើងបាទគឺមានបាទមានបារមីមានអីចឹងទៅពុកម៉ែបងប្អូនយើងគឺតាមជំនឿបែបប្រពៃណីសាសនាខ្មែរយើងបាទពុកម៉ែបងប្អូនយើងខ្មែរយើងបាទគឺគោរពប្រពៃណីរបៀបនេះតាំងតែពីបុរាណតចំនួនមកហើយបើយើងលុបបំបត្តិគឺมันអាចទៅរួចទេប៉ុន្តែអ្វីដែលភាគច្រើនដែលយើងលុបបំបត្តិនោះគឺសឹងចង់អស់ទៅហើយកាលពីមុនឡើយនោះពុកម៉ែបងប្អូនយើងបាទឥឡូវនេះគឺការរៀបចំធ្វើមែនប៉ុន្តែបែបកាត់បែបមិនចំ100%ប៉ុន្តែបើធ្វើបែបពីមុនសប្បាយបាទសប្បាយដែលខ្ញុំធ្លាប់ឃើញកាលពីតូចឥឡូវនេះគឺធ្វើបែបកាត់តិចតួចបែបគោរពដែរប៉ុន្តែគោរពបែបថាខ្លីៗណាពុកម៉ែបងប្អូនយើងបាទគឺមិនដូចពីមុនទេអញ្ចឹងហើយយើងចាប់ផ្ដើមកាត់បន្តិចឲ្យតាក់ទងជាមួយនឹងការលេងភ្លេងថ្វាយបាទដូចជាការចូលរូបអីចឹងទៅតាមបែបបុរាណចឹងទៅណាពុកម៉ែបងប្អូនយើងប៉ុន្តែសម័យឥឡូវនេះយើងមកកាត់បន្តិចបែបសម័យទំនើបមិនដូចបែបសម័យពីដើមទេពីដើមនោះវាមានច្រើនណាស់បាទដែលខ្ញុំឃើញនៅការពីតូចនោះបាទចឹងហើយគឺធ្វើម៉េចអានេះគឺជានាពេលបច្ចុប្បន្នចឹងហើយយើងត្រូវរៀបចំបែបសម័យលេងបុរាណខ្លះបាទកុំឲ្យបុរាណសុទ្ធពេកក៏ពុកម៉ែបងប្អូនយើងបាទក៏មិនសូវជាបាទជ្រះថ្លាប្រមាណដែរនឹងបាទចូលរួមប្រមាណដែរចឹងហើយបែបបុរាណលេងសម័យខ្លះទៅពុកម៉ែបងប្អូនឃើញប្លែកឃើញល្អចឹងទៅបាទអាហ្នឹងគឺជាការចែកឆ្នៃបាទមួយផ្នែកទៀតក្នុងការបាទគោរពសក្ការៈដូចជាការជឿនៅជំនឿបែបបុរាណខ្មែរយើងចឹងទៅពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺការរៀបចំបាទពិធីក្រុងពលីបាទបញ្ចុះបឋមសិលាសាងសង់នៅព្រះវិហារពុកម៉ែបងប្អូនយើងសុទ្ធសឹងតែជាមានក្បួនខ្នាតណាពុកម៉ែបងប្អូនយើងជាពិសេសសុទ្ធសឹងតែមាននៅគេហៅថាត្រីវិស័យក្នុងការធ្វើនៅពិធីក្រុងពលីនេះមួយគឺមានតម្កល់នៅសត្វអណ្ដើកមាសអណ្ដើកប្រាក់ណាពុកម៉ែបងប្អូនយើងអញ្ចឹងហើយគឺការធ្វើនេះមិនមែនចេះតែធ្វើមិនមែនចេះតែដាក់ទេមើលថ្ងៃមើលខែណាមើលតាមត្រីវិស័យមុននឹងដាក់នឹងត្រូវទឹកត្រូវអ្វីដែរទេអញ្ចឹងការធ្វើនៅក្រុងពលីមួយនេះពុកម៉ែបងប្អូនឃើញនៅការចែករំលែកបាទវីដេអូរបស់ខ្ញុំបានជាបន្តបន្ទាប់ជាពិសេសនៅវត្តចន្ទជោតនារាមវត្តសុទ្ធមុននឹងដាក់អណ្ដើកមាសដាក់ប្រាក់នេះឡើងពុកម៉ែបងប្អូនយើងណាសុទ្ធសឹងតែមាននៅត្រីវិស័យដើម្បីមើលឲ្យចំទឹកណាពុកម៉ែបងប្អូនយើង